ប្រមុខការទូតកម្ពុជាគូបញ្ជាក់ពីវឌ្ឍនភាពជាបន្តបន្ទាប់របស់កម្ពុជាក្នុងការលើកកម្ពស់និងការពារសិទ្ធិមនុស្សព្រមទាំងអំពីស្ថានភាពមនុស្សធម៌តាមបណ្ដោយព្រំដែនកម្ពុជាថៃជាពិសេសបញ្ហាប្រឈមនានាដែលជនភៀសសឹកកំពុងជួបប្រទះជូនការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា OHCHRកាលពីថ្ងៃទី10ខែកក្កដាឆ្នាំ2026ឯកឧត្តមប្រាក់សុខុនឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជាបានទទួលជួបលោកជំទាវ Matilda Bongner តំណាងការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស OHCHR ប្រចាំនៅកម្ពុជាដើម្បីជួយសម្ដែងការគូរសមនិងផ្លាស់ប្តូរទស្សនៈគ្នានៅទីស្តីការក្រសួងនៅក្នុងជំនួបនោះឯកឧត្តមឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីការបរទេសកម្ពុជាបានគូបញ្ជាក់ពីវឌ្ឍនភាពជាបន្តបន្ទាប់របស់កម្ពុជាក្នុងការលើកកម្ពស់និងការពារសិទ្ធិមនុស្សនិងបានគូបញ្ជាក់ពីការបដិញ្ញាចិត្តរបស់ក្រសួងក្នុងការសម្របសម្រួលកិច្ចសហប្រតិបត្តិការរបស់ OHCHR ជាមួយក្រសួងនិងស្ថាប័នពាក់ព័ន្ធការបដិញ្ញាចិត្តរបស់កម្ពុជាចំពោះការចូលរួមប្រកបដោយស្ថាបនាជាមួយប្រព័ន្ធសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិនិងស្វាគមន៍ចំពោះជំនួយបច្ចេកទេសនិងការគាំទ្រកសាងសមត្ថភាពជាបន្តបន្ទាប់របស់ OHCHR ព្រមទាំងការបដិញ្ញាចិត្តរបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីនិងស្របតាមច្បាប់អន្តរជាតិដោយសង្កត់ធ្ងន់លើសារៈសំខាន់នៃការវិលត្រឡប់របស់ប្រជាពលរដ្ឋភៀសសឹកទៅកាន់ផ្ទះសម្បែងរបស់ពួកគេដោយសុវត្ថិភាពស្ម័គ្រចិត្តនិងដោយសេចក្តីថ្លៃថ្នូរប្រមុខការទូតកម្ពុជាឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រាក់សុខុនក៏បានជម្រាបជូន OHCHR អំពីស្ថានភាពសិទ្ធិមនុស្សតាមបណ្ដោយព្រំដែនកម្ពុជាថៃជាពិសេសបញ្ហាប្រឈមនានាដែលជនភៀសសឹកកំពុងជួបប្រទះនៅក្នុងជំនួបនេះដែរឯកឧត្តមឧបនាយករដ្ឋមន្ត្រីក៏បានស្វាគមន៍លោកជំទាវ Matilda ចំពោះការចូលកាន់តំណែងរបស់លោកជំទាវនិងបានគូបញ្ជាក់ជាថ្មីនឹងការបដិញ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបន្តកិច្ចសហប្រតិបត្តិការប្រកបដោយស្ថាបនាជាមួយ OHCHRឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានគូបញ្ជាក់អំពីភាពជាដៃគូយូរអង្វែងរវាងប្រទេសកម្ពុជានិង OHCHR ក្នុងរយៈពេល33ឆ្នាំកន្លងមកនិងកោតសរសើរចំពោះជំនួយបច្ចេកទេសនិងការចូលរួមរបស់ការិយាល័យ OHCHR ជាមួយស្ថាប័នពាក់ព័ន្ធកម្ពុជារួមទាំងគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាផងដែរដែលឡែកលោកជំទាវ Matilda Bongner បានសម្ដែងអំណរគុណចំពោះឱកាសជួបជាមួយឯកឧត្តមឧបនាយករដ្ឋមន្ត្រីនិងបានបញ្ជាក់ជាថ្មីនូវការបដិញ្ញាចិត្តរបស់ OHCHR ក្នុងការបន្តកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជាលោកជំទាវបានកោតសរសើរការចូលរួមរបស់កម្ពុជាជាមួយយន្តការសិទ្ធិមនុស្សអន្តរជាតិនិងបានបញ្ជាក់ជាថ្មីនូវការត្រៀមខ្លួនរបស់ OHCHR ក្នុងការបន្តផ្តល់ជំនួយបច្ចេកទេសក្នុងវិស័យនានារួមមានការរាយការណ៍អំពីការអនុវត្តលិខិតទុប្បករសិទ្ធិមនុស្សអន្តរជាតិកំណែទម្រង់ច្បាប់ការអនុវត្តអនុសាសន៍ UPR និងការកសាងសមត្ថភាពទន្ទឹមនឹងនេះភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈលើកិច្ចសហប្រតិបត្តិការរវាងកម្ពុជាជាមួយយន្តការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិរួមទាំងការរាយការណ៍អំពីការអនុវត្តលិខិតទុប្បករសិទ្ធិមនុស្សអន្តរជាតិការត្រួតពិនិត្យជាសកលតាមការកំណត់ UPR ដំណើរទស្សនកិច្ចនាពេលខាងមុខរបស់អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជានិងការបន្តអនុស្សរណៈនៃការយោគយល់គ្នារវាងរាជរដ្ឋាភិបាលកម្ពុជានិង OHCHR នាពេលខាងមុខជំនួបបានបញ្ចប់ក្នុងបរិយាកាសស្និទ្ធស្នាលនិងស្ថាបនាដោយភាគីទាំងពីរបានគូបញ្ជាក់ជាថ្មីនូវការបដិញ្ញាចិត្តរួមគ្នាក្នុងការបង្កើនកិច្ចសហប្រតិបត្តិការបន្ថែមទៀតតាមរយៈការសន្ទនាការគោរពគ្នាទៅវិញទៅមកនិងកិច្ចសហការបច្ចេកទេសក្នុងការគាំទ្រដល់ការលើកកម្ពស់និងការការពារសិទ្ធិមនុស្សនៅកម្ពុជា